យ៉ាអ៊ួរហ្នឹងវាសម្បូរទៅដោយពពួកមីក្រូម៉ូលេគុលតូចៗដែលរាងកាយរបស់យើងហ្នឹងងាយស្រួលក្នុងការស្រូបហើយនិងងាយស្រួលក្នុងការបំបែក យ៉ាអ៊ូមានអត្ថប្រយោជន៍អ្វីខ្លះសំខាន់ដល់សុខភាពក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃរបស់យើងផងដែរបង? ចាមុននឹងឆ្លើយតបទៅនឹងអ្វីទៅជាអត្ថប្រយោជន៍របស់យ៉ាអ៊ួរដល់សុខភាពរបស់អ្នកប្រើប្រាស់ជាដំបូងខ្ញុំសូមចែករំលែកចំណេះដឹងអំពីយ៉ាអ៊ួរសិនយ៉ាអ៊ួរគឺជាប្រភេទលទ្ធផលអាហារទឹកដោះដែលកើតឡើងដោយវត្ថុធាតុដើមគឺទឹកដោះហើយយើងដាក់ទៅបាក់តេរីដែលជាពិសេសហ្នឹងគឺបាក់តេរីឡាក់តិកអញ្ចឹងបើសិនជាយ៉ាអ៊ួរហ្នឹងផលិតឡើងដោយក្រោមស្តង់ដារនៅឡោមចំណីអាហារចឹងយ៉ាអ៊ួរហ្នឹងគឺវាមានអត្ថប្រយោជន៍ច្រើនដែលទី1ហ្នឹងវាសម្បូរទៅដោយពពួកបាក់តេរីល្អអញ្ចឹងបាក់តេរីល្អវាជួយរក្សាតុល្យភាពមេរោគនៅក្នុងពោះវៀនទី2វាជួយឲ្យដំណើរការប្រព័ន្ធរំលាយអាហាររបស់យើងនឹងដំណើរការបានល្អប្រសើរហើយនឹងទី3ហ្នឹងវាសម្បូរទៅដោយប្រូតេអ៊ីនអញ្ចឹងប្រូតេអ៊ីនធ្វើឲ្យយើងឆ្អែតបានយូរហើយនឹងជួយគ្រប់គ្រងមួយក៏រក្សាទម្ងន់របស់យើងហើយនឹងមួយទៀតវាសម្បូរទៅដោយពពួកកាល់ស្យូមអញ្ចឹងកាល់ស្យូមវាជួយទាក់ទងទៅនឹងសុខភាពឆ្អឹងហើយនឹងធ្មេញហ្នឹងបានល្អប្រសើរវាសម្បូរទៅដោយពពួកវីតាមីនដែលវីតាមីនហ្នឹងវាជួយឲ្យន័យថាប្រតិកម្មក្នុងរាងកាយរបស់យើងមានភាពល្អប្រសើរអញ្ចឹងប្រព័ន្ធភាពស៊ាំរបស់យើងហ្នឹងក៏វាធ្វើការបានល្អទៅដូចគ្នាដែរអញ្ចឹងលើសពីនេះទៅទៀតសម្រាប់អ្នកដែលគាត់អាចបរិភោគទឹកដោះគោស្រស់បានអញ្ចឹងខ្ញុំសូមចាប់អារម្មណ៍ឲ្យគាត់នឹងងាកមកជ្រើសរើសប្រភេទអាហារថ្មីគឺយ៉ាអ៊ួរព្រោះថាយ៉ាអ៊ួរហ្នឹងវាសម្បូរទៅដោយពពួកមីក្រូម៉ូលេគុលតូចៗដែលរាងកាយរបស់យើងហ្នឹងងាយស្រួលក្នុងការស្រូបហើយនិងងាយស្រួលក្នុងការបំបែក